រមន្ទីរសេដ្ឋកិច្ចនិងរូបិយវត្ថុដែលបោះទីតាំងចំកណ្ដាលបេះដូងនៃរាជធានីភ្នំពេញហើយថ្ងៃនេះខ្ញុំណាភិននឹងទៅទីនោះចង់ដឹងថាមានអ្វីប្លែកខ្លះតោះយើងទៅតាមដានទាំងអស់គ្នាថ្ងៃសៅរ៍អាទិត្យចុងសប្តាហ៍អត់ដឹងទៅណាងាកមកនៅក្នុងហប៉ៅដាច់យ៉ៃខ្លាំងណាស់មានម្នាក់ 4000 រៀលតែយើងទៅណាហើយបើចុះខេត្តចេញទ្រីបវាឆ្ងាយពេកហើយខ្ញុំក៏សម្រេចចិត្តរកកន្លែងណាមួយនៅក្នុងទីក្រុងភ្នំពេញហើយក៏បានជួបសារមន្ទីរមួយឈ្មោះថាសារមន្ទីរព្រះស្រីអេសានវរ្ម័នសម្បត្តិនៅក្នុងការចូលគឺថោកមែនតើទាំងអស់គ្នាម្នាក់ត្រឹមតែ 4000 រៀលតែប៉ុណ្ណោះរចនាបថបុរាណលាយសម័យគឺចេញមកទាក់ទាញធ្វើឲ្យយើងប្លែកភ្នែកហើយជាពិសេសគឺធ្វើឲ្យយើងទទួលបានចំណេះដឹងផ្នែកសេដ្ឋកិច្ចក្នុងប្រវត្តិសាស្ត្រកម្ពុជាទៀតផងការ design នៅក្នុងសារមន្ទីរនេះគឺធ្វើឲ្យអ្នកចូលរួមទស្សនាដូចខ្ញុំអញ្ចឹងគឺទទួលបានអារម្មណ៍មួយដូចខ្លួនឯងកំពុងតែឆ្លងសម័យកាលអញ្ចឹងដោយសារតែគេបានរៀបចំជាផ្នែកតាមសម័យកាលល្អខ្លាំងមែនតែនហើយផ្នែកទី1នោះគឺអាណាចក្រហ្វូណននិងចេនឡាពីសតវត្សទី1ដល់សតវត្សទី9ផ្នែកបន្ទាប់គឺអង្គរពីសតវត្សទី9ដល់សតវត្សទី15ដែលជាអាណាចក្រគ្មានរូបិយវត្ថុទេបើយើងដើរហួសតិចទៀតគឺយើងចូលទៅដល់ផ្នែកព្រះរាជាណាចក្រដែលនៅខាងក្នុងនោះគឺគេបានបង្ហាញពីការដោះដូរទំនិញនិងទំនិញរបបរូបិយវត្ថុពហុស្ថាននិងការចុះខ្សោយផ្សេងនៅក្នុងសម័យនោះផងដែរពីមួយផ្នែកទៅមួយផ្នែកគឺគេរៀបរាប់ពន្យល់យើងបានក្បោះក្បាយខ្លាំងមែនតើអ្នកទាំងអស់គ្នាមានទាំងផុសតាងវត្ថុពីសម័យនឹងផ្ទាល់រូបភាពក៏ដូចជាអក្សរផ្សេងនៅលើជញ្ជាំងផងដែរបើមកផ្នែកនេះវិញគឺសុទ្ធតែបណ្ដុំกระดาษប្រាក់ពីដើមពីសម័យមួយទៅសម័យមួយគឺតាក់ទាញខ្លាំងមែនតើការដើរនៅក្នុងសារមន្ទីរនេះក៏អត់មានធ្វើឲ្យយើងមានអារម្មណ៍មួយថាធុញទេដោយសារតែគេមានទាំងរូបភាពមានទាំងចម្រៀងមានទាំងវីដេអូធ្វើឲ្យយើងមានអារម្មណ៍មួយថាសប្បាយផងទទួលបានចំណេះដឹងផងកន្លែងដែលខ្ញុំកំពុងតែឈរនេះគឺគេបានបង្ហាញយើងពីភាពជោគជ័យរបៀបរស់នៅក៏ដូចជាការរីកចម្រើនផ្នែកសេដ្ឋកិច្ចនិងសង្គមក្នុងរយៈពេលប្រហែលឆ្នាំមុនដំបូងនៃរបបសង្គមរាស្ត្រនិយមផងដែរប៉ុន្តែភាពសម្បូរសប្បាយរបស់ប្រទេសខ្មែរយើងគឺអត់បានយូរទេក្រោយពេលរបបសាធារណរដ្ឋខ្មែរបានកន្លងផុតទៅរបបប៉ុលពតក៏បានចាប់ផ្ដើមកើតឡើងហើយរបបនេះគឺបានលុបបំបាត់ចោលនូវរូបិយវត្ថុពាណិជ្ជកម្មធ្វើឲ្យសេដ្ឋកិច្ចធ្លាក់ចុះដល់កម្រិត0ប៉ុន្តែក្រោយពីភ្លៀងគឺមេឃតែងតែស្រឡះហើយខ្ញុំក៏បានដើរមកដល់ផ្នែកការកសាងនិងការស្ដារជាតិឡើងវិញដែលនៅខាងក្នុងផ្នែកនេះដែរគឺគេបង្ហាញពីការកសាងឡើងវិញការស្វែងរកសន្តិភាពការផ្សះផ្សាការធ្វើកំណែទម្រង់ការបង្កើនកំណើនសេដ្ឋកិច្ចផ្សេងគឺនៅខាងផ្នែកនឹងទាំងអស់បច្ចេកវិទ្យានៅក្នុងសារមន្ទីរនេះផ្ទាល់គឺវាពិតជាពិសេសខ្លាំងមែនទែនដែលពួកគាត់បានផ្ទុកព័ត៌មានជាច្រើនសំខាន់ផ្សេងនៅក្នុង screen ដែលយើងអាចចុចមើលបានដោយសេរីយើងចង់ដឹងព័ត៌មានមួយណាយើងចុចមើលមួយនឹងងាយស្រួលខ្លាំងមែនទែនបើផ្នែកបន្ទាប់នេះវិញគឺវាកាន់តែពិសេសទៀតអ្នកទាំងអស់គ្នាដោយសារតែខាងសារមន្ទីរគឺគាត់បានប្រកបបច្ចេកវិទ្យាច្រើនខ្លាំងមែនទែនមានតាំងពីម៉ាស៊ីនផលិតกระดาษប្រាក់ដែលយើងអាចឃើញថាលុយរបស់យើងនឹងមានអត្តសញ្ញាណសម្គាល់កន្លែងណាខ្លះដោយសារតែกระดาษប្រាក់នីមួយៗគឺនៅពេលដែលផលិតចេញមកគឺមានសញ្ញាសម្គាល់រៀងខ្លួនដើម្បីជៀសវាងការក្លែងបន្លំផ្សេងអញ្ចឹងទៅបន្ទាប់ពីដើរមើលអស់ចិត្តអស់ចង់ខ្ញុំក៏បានទៅលេងល្បែងលបងប្រាជ្ញាដែលខាងសារមន្ទីរគាត់បានបង្កប់នៅក្នុងម៉ាស៊ីនហ្នឹងគឺមានច្រើនខ្លាំងមែនតើមានតាំងពីប៊ូតុងចុចលេងក៏ដូចជាមានតាំងពីរូបផ្គុំផ្សេងគឺតាក់ទាញខ្លាំងហើយចំណុចពិសេសមួយទៀតគឺយើងអាចបង្កើតกระดาษប្រាក់ខ្លួនឯងបានដែលយើងចូលទៅថតរូបយើងselectមើលយើងចង់បានលុយគេយើងថតរូបដាក់មុខយើងអញ្ចឹងទៅបើសិនជាអ្នកណាគេចូលចិត្តថតរូបអនុស្សាវរីយ៍គឺទៅនឹងគឺត្រូវមាច់តែម្ដងថតរូបហើយកុំភ្លេចយករូបខ្លួនឯងផងរូបរបស់យើងគឺយើងអាចយកទៅ print បាននៅកន្លែងលក់វត្ថុអនុស្សាវរីយ៍នៅក្នុងសារមន្ទីរហ្នឹងកន្លែងនេះគឺមានលក់វត្ថុអនុស្សាវរីយ៍ច្រើនខ្លាំងមែនតែនមានទាំងប្រាក់កាក់មានទាំងអីហើយទៀននេះវិញខ្ញុំយកមកហត់ក្លិនឡើងដូចខគោវត្ថុអនុស្សាវរីយ៍ផ្សេងគឺយើងអាចទិញបានដោយសេរីយើងអាចទិញទៅទុកជាការរំលឹកថាយើងបានមកលេងនៅសារមន្ទីរអញ្ចឹងណាថ្ងៃនេះទាំងអស់គ្នាឥឡូវនេះយើងចាប់ផ្ដើម unboxing ទាំងអស់គ្នាថានៅខាងក្នុងនេះមានគេខ្លះខ្ញុំបានថតមិញហ្នឹងដែរប៉ុន្តែចង់មើលឲ្យវាជាក់លាក់ថាមាននៅក្នុងហ្នឹងមានគេខ្លះជុំមុនដំបូងគឺយើងមានសភៅសារមន្ទីរនេះសភៅនេះគឺ
គេនិយាយពីប្រវត្តិសារមន្ទីរហ្នឹងក៏ដូចជាព័ត៌មានផ្សេងៗដែលពាក់ព័ន្ធជាមួយនឹងសារមន្ទីរគឺយើងអាចរកឃើញនៅក្នុងសៀវភៅហ្នឹងបានបន្តមកទៀតគឺខ្ញុំមានរូបថតដែលខ្ញុំបានថតមិញហ្នឹងនៅខាងក្នុងហ្នឹងគឺគេ print មកជារបៀបអញ្ចេះមុខខ្ញុំទៅនឹងអីទេមើលទៅមកទៀតក៏យើងមានសៀវភៅកាសនេះដែរនៅទាំងអស់គ្នាសៀវភៅហ្នឹងនៅខាងក្នុងហ្នឹងគឺមានកាសនេះគឺផលិតចេញពីឆ្នាំ1994ហើយខាងសារមន្ទីរគាត់បានបន្សល់ទុកហើយក៏បានរក្សាទុកនៅក្នុងជាសៀវភៅបែបនេះនៅខាងក្នុងហ្នឹងគឺមានដូច500រៀលមាន100រៀល50រៀលតាមយើងបន្សល់ទុកមកហើយបន្តមកទៀតគឺប្រអប់ក្រហមនេះគឺមានអីគេខាងក្នុងនោះមានក្បាច់កខ្ញុំឃើញស្អាតខ្ញុំជិះតែទិញទៅហើយនៅខាងក្នុងប្រអប់ពីរនេះវិញគឺជារបស់ពិសេសជាងគេដែលខ្ញុំបានទិញគឺទី1គឺខាងក្នុងហ្នឹងគឺជាកាក់ដែរតែកាក់នេះគឺស្អាតខ្លាំងមែនតើអ្នកទាំងអស់គ្នានេះនៅខាងក្នុងនេះគឺមានសភៅនិយាយពីព័ត៌មានអំពីកាក់មួយហ្នឹងប្រវត្តិកាក់ហ្នឹងឆ្នាំផលិតនៅឆ្នាំណាហើយមានសញ្ញាអីត្រឹមត្រូវក្នុងប្រអប់មួយនេះដែរគឺមានកាក់ដូចគ្នាអ្នកទាំងអស់គ្នាប៉ុន្តែកាក់នេះរៀងពិសេសបន្តិចដោយសារតែមានរូបតំណាងវាមានឯករាជ្យនៅខាងក្នុងហ្នឹងរូបនេះដែរគឺតំណាងពីប្រទេសកម្ពុជារបស់យើងទទួលបានឯករាជ្យនៅឆ្នាំ1953ហើយកាក់នេះគឺពិតជាមានរូបរាងស្រស់ស្អាតខ្លាំងមែនទែនបន្តមកទៀតក៏ខ្ញុំបានទិញតែឆក់ដែរអ្នកទាំងអស់គ្នាអានេះគឺយើងអាចដាក់ឆក់នៅទូទឹកកកឆក់នៅកាបូបរបស់យើងឬក៏អីឲ្យតែមានជាតិដែកគឺយើងអាចឆក់បានបន្ទាប់ពីទិញអីអស់ចិត្តអស់ចង់ហើយខ្ញុំក៏បានឈានចូលមកហាងកាហ្វេនៅក្នុងសារមន្ទីរហ្នឹងហាងកាហ្វេនេះគឺមានទេសភាពស្អាតខ្លាំងមែនតើអ្នកទាំងអស់គ្នាមានលក់តាំងកាហ្វេមានលក់តាំងរបស់ញ៉ាំអីផ្សេងមកចប់តែម្ដងខ្ញុំអង្គុយលេងអីនៅកន្លែងហ្នឹងតិចតួចអីហើយខ្ញុំក៏បានទៅផ្ទះវិញអរគុណអ្នកទាំងអស់គ្នាសម្រាប់ការមើលវីដេអូនេះជម្រាបលាបាយបាយ